បាទគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺជួបជាមួយខ្ញុំបាទប៊ុនសុងហើយថ្ងៃនេះគឺយើងជួបជាមួយនឹងម៉ូតូស្គូពីមួយគ្រឿងទៀតហើយបងប្អូនទាំងអស់គ្នាដែលវាមានបញ្ហាលឿនខ្លាំងទៅលើឈុតកាតែហើយថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅមើលអំពីការជួសជុលនិងសិក្សាទាំងអស់គ្នាបាទតោះឥឡូវនេះគឺយើងចូលទៅទាំងអស់គ្នាតែម្ដងទៅបាទអូខេជម្រាបសួរបាទស្វាគមន៍មកកាន់ Channel សុងម៉ូតូ One អូខេថ្ងៃនេះគឺយើងជួបជាមួយនឹងម៉ូតូ Scoopy មួយគ្រឿងទៀតហើយដែលម៉ូតូមួយនេះគឺវាមានបញ្ហាលឿនទៅលើផ្នែកកាតែអញ្ចឹងហើយយើងអាចឆែកមើលទាំងអស់គ្នាតើសលេងលន់ហ្នឹងគឺវាលឿនទៅលើខាងមុខឬក៏ខាងក្រោយដែលខាងមុខដែលយើងហៅថាពូលីនាំពូលីតាមខាងក្រោយអីទៅណាអូខេនិយាយរួមទៅនៅក្នុងផ្នែកហ្នឹងគឺយើងហៅបានច្រើនអញ្ចឹងហើយឥឡូវនេះគឺយើងនឹងស្ដាប់សលេងទាំងអស់គ្នាទៅគឺវាលឿនបែបហ្នឹងណាអូខេដូចជាសលេងដែលខ្ញុំដាក់ឲ្យអញ្ចឹងឯងចឹងហើយយើងស្ដាប់មើលទៅថាវាលឿននៅត្រង់ចំណុចណារហូតយើងនឹងចូលទៅឆែកមើលទាំងអស់គ្នាអូខេសម្រាប់ករណីលឿនអញ្ចឹងភាគច្រើនគឺវាលឿននឹងលឺសំឡេងប្លែកនៅពេលដែលយើងមូរ៉ាទៅវាលឿនដូចក្លឹកអញ្ចឹងទៅគឺយើងអាចសន្និដ្ឋានខ្លះដែរតាក់ទងជាមួយនឹងរឿងក្របឃ្លីដែលយើងហៅថាក្របអាឡូដែលវានៅជាមួយនឹងចានពូលីនាំតែម្ដងឈុតពូលីនាំអូខេឥឡូវនេះជាក់ស្ដែងគឺយើងបើកមើលតែម្ដងទៅយើងកុំសន្និដ្ឋានផ្ដេសផ្ដាស់យើងបើកមើលទៅវាច្បាស់អូខេឥឡូវនេះគឺយើងធ្វើការដោះខ្ចៅហើយគឺខ្ញុំកាត់យកឲ្យរៀងលឿនអានេះគឺយើងឆែកមើលច្បាស់តែម្ដងអូខេសម្រាប់ម៉ូតូនេះគឺវារៀងអស់ខ្សែពីណៃគឺវាស៊ីអូខេឥឡូវនេះក្រោយពីយើងបើកមើលហើយគឺយើងនឹងធ្វើការបញ្ឆេះមើលទៀតដើម្បីចង់ដឹងថាវាលឿនទៅលើចំណុចណាហ្នឹងណាអូខេឥឡូវនេះយើងនឹងធ្វើការបញ្ឆេះឲ្យអ្នកទាំងអស់គ្នាមើលអានេះគឺជាខាងក្រោយនេះគឺមានដុំស្បែកយ៉កដែលមានចានឥឡូវនេះគឺយើងបញ្ឆេះហើយអ្នកទាំងអស់គ្នាអាចស្ដាប់មើលសលេងជាក់ស្ដែងបានអូខេអញ្ចឹងគឺសលេងគឺលឿនបែបហ្នឹងឯងគឺលឿនខាងមុខខ្លាំងជាងខាងក្រោយគឺមានលឿនតិចដែរប្រហែលជាវាតាក់ទងជាមួយនឹងរឿងស្បែកអីដែរឬក៏បដាងព្រោះខាងក្រោយនេះអាដុំខាងក្រោយគឺវាមានឈុតបដាងពីរគ្រាប់តាក់ទងជាមួយនឹងដុំស្បែកយ៉កមានបដាងដេកហើយនឹងបដាងធម្មតាមួយគ្រាប់ទៀតចឹងហើយអាត្រង់ចំណុចហ្នឹងគឺវាមានច្រើនវាអាចលឿនខាងមុខផងខាងក្រោយផងតែឥឡូវនេះគឺយើងសង្ស័យថាវាលឿនខាងមុខខ្លាំងចឹងហើយគឺយើងធ្វើការឆែកមើលខាងមុខទៅព្រោះខាងក្រោយយើងក៏ឆែកមើលដែរអូខេឥឡូវនេះគឺយើងបានធ្វើតេស្តស្ដាប់សលេងហើយគឺយើងនឹងចូលទៅឆែកមើលទាំងអស់គ្នាបាទនឹងឯងជាក់ស្ដែងឥឡូវនេះក្រោយពីយើងឆែកមើលហើយគឺយើងវល់ខាងក្រោយបដាងខាងក្រោយគឺវានៅអាចប្រើប្រាស់បានទេអត់អីទេប៉ុន្តែខាងមុខវិញគឺអ្នកទាំងអស់គ្នាអាចមើលជាក់ស្ដែងបានអានេះគឺជាឈុតពូលីនាំហើយពូលីនាំគឺវាមានឆ្វេងហើយស្ដាំអានេះគឺវានៅខាងស្ដាំនៅជាប់ជាមួយនឹងនិយាយរួមទៅវានៅខាងក្នុងបើយើងនិយាយទៅនេះគឺជាចំណុចដែលវាលឿនណាអ្នកទាំងអស់គ្នាគឺវាលលង snow ផងអាលលង snow នេះគឺធ្វើបង្កើតឲ្យចេញជាសំឡេងប្លែកហើយលឿនហើយវាអាចនឹងបោលទៀតហើយរឿងមួយទៀតនោះគឺក្របឃ្លីអ្នកទាំងអស់គ្នាអាចមកមើលក្របឃ្លីនេះបានដែលយើងហៅថាក្របអាឡូអាហ្នឹងយើងអាចហៅបានច្រើនក្របអាឡូនេះគឺថាទៅហើយពោះម៉ូតូនេះគឺថាក្របស៊ីនវាហើយចឹងហើយគឺឡើងជ្រុងអស់ហើយអាខ្លះក៏ស៊ីឡើងចង់ដល់ដៃទៀតអ្នកទាំងអស់គ្នាអាចមើលបានអូខេគឺបែបហ្នឹងហើយអញ្ចឹងហើយម៉ូតូនេះគឺឌីប៉ាវាគឺលឿនហើយគឺវាពិបាកឡើងណាអូខេឥឡូវនេះក្រោយពីយើងឃើញថាម៉ូតូមានបញ្ហាតាក់ទងជាមួយនឹងអាហ្នឹងគឺយើងអាចអតិជនកាត់ដូរបានប៉ុន្តែអតិជនកាត់ចង់បានលក្ខណៈឈុតឲ្យតម្លៃរៀងធូរដែរអញ្ចឹងហើយគឺយើងមានប្រភេទឈុតចេះដែរអាហ្នឹងគឺតម្លៃវាធូរហើយក៏វាអាចប្រើប្រាស់បានដែរបើយើងមិនប្រើវាធ្ងន់ធ្ងរអូខេឥឡូវនេះគឺយើងធ្វើការដាក់ជាមួយនឹងឈុតថ្មីតែម្ដងក៏ពិតទៅសម្រាប់គ្រឿងនៅត្រង់កន្លែងកាតែហ្នឹងគឺមានគ្រឿងផ្សេងដាច់តម្លៃពីគ្នាផងដែរអាហ្នឹងគឺជាប្រភេទសម្រាប់គ្រឿងលេងដូចជាលក្ខណៈថាពេលខ្លះទៅយើងចង់លេងលបឿនអញ្ចឹងទៅយើងប្រើជាលក្ខណៈក្របអាឡូដែលជាប្រភេទគុណភាពខ្ពស់ដូចជាលក្ខណៈថាមានចានដែលថាគុណភាពខ្ពស់អីចឹងណាអូខេឥឡូវនេះគឺយើងមិនបាច់និយាយបោបាច់ច្រើនទេព្រោះអតិជនក៏គាត់សុំដាក់ប្រភេទជាឈុតអញ្ចេះបដ ாய் ទៅវាអត់សូវអស់ថ្លៃវានិយាយរួមទៅវាទូថ្លៃក្នុងការប្រើប្រាស់បានណាអូខេដាក់តែប៉ុណ្ណេះមកម៉ូតូប្រកាសជាដេប៉ាល្អឡើងវិញហើយក៏សលេងក៏វាអូខេជាងមុនដែរឥឡូវនេះគឺយើងធ្វើការចាប់បញ្ចូលទៅកុំនិយាយច្រើនពេកអូខេសម្រាប់អ្នកស្ដាប់ខ្លាចតែធុញទេអញ្ចឹងហើយអ្នកទាំងអស់គ្នាកុំភ្លេចជួយ comment ជួយ like ផងណាអ្នកទាំងអស់គ្នាហើយកុំភ្លេចជួយ subscribe ផងបើសិនជាអ្នកដែលមិនទាន់បាន subscribe អូខេអានេះគឺជាឈុតវាហើយគឺថ្មីតែម្ដងគឺយើងដាក់ចូលទៅហើយយើងនឹងជូតសម្អាតវាអូខេសម្រាប់ការធ្វើវីដេអូនេះគឺចង់ចែករំលែកចំណេះដឹងខ្លះតែប៉ុណ្្នឹងហើយអ្វីដែលយើងជួបរាល់ថ្ងៃអ្វីដែលយើងធ្វើរាល់ថ្ងៃណាអញ្ចឹងហើយអធិស្ឋានផងបើសិនជាខ្ញុំនិយាយខុសឆ្គងត្រង់ណាអីកុំប្រកែប្រកាន់ណាអ្នកទាំងអស់គ្នាព្រោះអានេះគឺយើងចែករំលែកចំណេះដឹងឲ្យគ្នាទៅវិញទៅមក
បាទឥឡូវនេះគឺយើងចាប់ផ្ដើមចាប់ចូលទៅវិញហើយព្រោះវីដេអូចាប់នេះក៏មានច្រើនដែរអញ្ចឹងហើយគឺខ្ញុំចាប់កាត់តែម្ដងហើយគឺអត់បាននិយាយបោបាច់ច្រើនទៅទេគឺយើងដាក់ឲ្យត្រូវទៅតាមកន្លងវាវិញទៅអ្វីដែលយើងដកចេញមកអូខេឥឡូវនេះគឺយើងចាប់វាចូលទៅវិញហើយនៅពេលដែលយើងចាប់ចូលទៅវិញហើយគឺយើងនឹងធ្វើការតេស្តមើលនៅសំឡេងតែមើលតើវាប្លែកអត់អ្នកទាំងអស់គ្នាដែលជាអ្នកដែលចូលមកទស្សនាហើយអ្នកទាំងអស់គ្នាជួយកាត់សេចក្តីផងថាសំឡេងវាប្លែកខុសពីអាសំឡេងលើកមុនអត់អាសលេងដែលពេលមិនទាន់បានដូរចានឈុតពូលីនំថ្មីនៅប្រាចាស់អញ្ចឹងហើយយើងចូលទៅមើលអស់គ្នាបញ្ជាក់សម្រាប់ខាងក្រោយនេះដុំស្បែកនេះគឺវារៀងអស់ហើយប៉ុន្តែគាត់សុំប្រើសិនអូខេអត់អីទេនិយាយរួមទៅគឺអាចប្រើបដោះអាសន្នសិនបានតែបើយល់ល្អគួរតែឆាប់បិទថ្មីឬក៏ផ្លាស់ប្ដូរដុំស្បែកយកបដ ாய் អូខេព្រោះអាហ្នឹងក៏មានដូរដែរមាន3ដុំមកយើងអាចបំបែកវាដូរបានអានេះគឺខ្ញុំបំបែករួចហើយព្រោះដោយសារតែវាលឿនដែកនៅខាងក្នុងដែរអាហ្នឹងគឺខ្ញុំបានបង្ហាញនៅក្នុងវីដេអូទេបើសិនមានឱកាសលើក្រោយចាំខ្ញុំបង្ហាញអញ្ចឹងទៅយើងបំបែកវាឲ្យលាងសម្អាតវាផងដែរយើងអាចដាក់ខ្លាញ់គោថ្មីអីនៅខាងក្នុងវានិយាយរួមទៅចាំមើលមានឱកាសលើក្រោយទៀតខ្ញុំនឹងបង្ហាញអាហ្នឹងតែម្ដងណាកុំឲ្យវីដេអូវាវែងពេកអូខេឥឡូវនេះគឺក្រោយពីយើងធ្វើការចាប់ចូលទៅវិញហើយយើងនឹងធ្វើការតេស្តមើលផងដែរតើសលេងវាប្លែកឬក៏នៅដដែលអូខេអ្នកទាំងអស់នេះជួយកាត់សេចក្តីផងបាទអូខេឥឡូវនេះក្រោយពីយើងចាប់ហើយយើងនឹងត្រៀមធ្វើការបញ្ឆេះហើយខ្ញុំក៏បញ្ជាក់ផងដែរនេះគឺជាចាស់ឈុតពូលីចាស់ក្របដែលថាវាខូចក្របហើយវាខូចលលងស្នូក្នុងនេះគឺជាឈុតចាស់តែឥឡូវនេះដាក់ថ្មីចូលទៅហើយអ្នកទាំងអស់គ្នាចាំស្ដាប់សលេងមើលនៅពេលដែលខ្ញុំបញ្ឆេះអូខេឥឡូវនេះយើងនឹងធ្វើការបញ្ឆេះហើយយ៉ាអូខេសម្រាប់សលេងវាគឺបែបនេះគឺវាស្ងាត់ជាងមុនវាអត់មានលឿនដូចមុនឬសលេងលក្ខណៈថាលលងស្នូឥឡូវនេះគឺសលេងវាប្លែកពីមុនហើយអ្នកទាំងអស់គ្នាអាចស្ដាប់ជាក់ស្ដែងបានបើថាមិនសុខចិត្តទេអាចទៅខាស្ដាប់ពីដើមវិញហើយរួចមកស្ដាប់ពេលនេះវិញណាអានឹងគឺយើងធ្វើតេស្តសំឡេងទាំងអស់គ្នាធ្វើតេស្តថាវាលាន់ត្រង់ចំណុចណានិយាយរួមទៅគឺយើងធ្វើការធ្វើតេស្តអញ្ចឹងគឺល្អគឺវាយើងនឹងទទួលបានអ្វីដែលថ្មីនិងច្បាស់លាស់ហើយចង់ឲ្យអ្នកទាំងអស់គ្នាអាសាមើលវីដេអូនឹងលេងក៏វាជាចំណេះដឹងមួយធ្វើឲ្យយើងស្គាល់អ្វីច្រើនហើយយល់ដឹងកាន់តែច្រើនដែរតើតើនឹងម៉ូតូពេលខ្លះយើងមិនមែនជាជាងឬក៏យើងជាទស្សនិកជនក៏យើងអាចទស្សនាបានព្រោះយើងក៏ប្រើប្រាស់ម៉ូតូនៅរាល់ថ្ងៃនៅដែរចឹងហើយគឺយើងមើលទៅมันខាតនោះទេវាគ្រាន់តែធ្វើឲ្យយើងភ្លឺស្វាងនិងមានចំណេះដឹងថ្មីអូខេឥឡូវនេះគឺសលេងវាល្អជាងមុនបើនិយាយរួមទៅល្អជាងមុនប៉ុន្តែក៏មិនបាន 100% ដែរពីព្រោះវានៅមានបញ្ហាទាក់ទងជាមួយស្បែកអីទៀតផងដែរអូខេនោះគឺចាន់ពូលីថ្មីដែលយើងដាក់ចូលទៅអូខេឥឡូវនេះគឺយើងចប់សពគ្រប់ហើយគឺយើងបានចាប់វាចូលទៅក្នុងម៉ាស៊ីនម៉ូតូវិញអស់ហើយក៏ចាប់ក្បាលកាទះហើយវិញដែរអញ្ចឹងហើយគឺឥឡូវនេះគឺយើងនឹងបញ្ឆេះបន្ថែមបន្តិចទៀតបាទឥឡូវនេះខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាស្ដាប់សំឡេងនៅពេលដែលខ្ញុំដូរឧបករណ៍នឹងចេញហើយនឹងទៅស្ដាប់សំឡេងនៅពេលដែលខ្ញុំមិនតាមបានដូរគឺសំឡេងនៅខាងដើមវីដេអូអានេះគឺពេលដូរហើយគឺសំឡេងបែបហ្នឹងហើយសម្រាប់ការឆ្លើយតបវីដេអូសូមបងប្អូនទាំងអស់គ្នាជួយជាលក្ខណៈ comment អីមកដើម្បីឲ្យខ្ញុំធ្វើវីដេអូឆ្លើយតបវាងាយស្រួលអូខេសម្រាប់បងដែលសួរតាក់ទងជាមួយនឹងសភៅគឺអាចឆាតមក Facebook របស់ខ្ញុំក៏បានដែរគឺសុងម៉ូតូ1ដូចគ្នាអរគុណអ្នកទាំងអស់គ្នា